ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងនុយកាឌីដោយសារមេឃបើកថ្ងៃរៀងក្តៅណាមួយទឹកវាស្រឡះប៉ុន្តែនៅក្នុងស្រះហ្នឹងគឺមានប្រាក់គេដាក់ប្រាក់ច្រើនមែនតើដាក់ទាំងពេញកង់ហ្នឹងហ្មងពិបាកគប់ដែរកាឌីតែខ្ញុំមានតិចនិចយើងត្រូវគប់វារៀងនៅលើយើងកុំតម្លាក់វាទៅទឹកជ្រៅពេកហើយនេះខ្សែទី1គប់ទៅ តែ3-4ខ្សែចូលមួយតែម្ដងដោយសារវាប្លែកហ្នឹងកុំតែនុយចាស់បើនុយថ្មីវិញអាចនឹងខាំច្រើនជាងនឹងហើយនៅក្នុងវីដេអូនេះខ្ញុំក៏បានត្រី2ផងដែរនៅប្លង់តែមួយទី1ក្រាទី2នៅខាងកើតដោយសារមុនដំបូងជិះហួសទេប៉ុន្តែឃើញភេត្រីធំពេកក៏ស្លៀតចូលមកគប់តិចមកតាមមេឃើញភេត្រីធំមែនតើហើយសម្រាប់បច្ចេកទេសមានខុសគ្នាដោយសារការអូសនុយហ្នឹងជួនកាលយើងអូសលឿនជួនកាលយឺតជួនកាលទៅប្រើចុងដងអូសដូចពេលនេះជាក់ស្ដែងគឺប្រើចុងដងអូសតិចជួនកាលអាចនឹង5ជុំយើងឈប់មួយ5ជុំយើងឈប់មួយហ្នឹងភាគរយត្រីខាំគឺច្រើនហ្មងដោយសារវាដេញមកតននុយទៅដល់វាក៏បាក់ផ្លឹបទាញដងយើងទៅតែម្ដងមួយវិញទៀតបើសិនជានៅក្នុងស្រះហ្នឹងអត់មានប្រាស់ទេបងប្អូនអាចគប់ខាងគៀកច្រាំងហ្នឹងភាគរយបានត្រីច្រើនដោយសារវាទឹករាក់ហើយនៅក្បាក់បាក់ដីហ្នឹងត្រីវានៅស្ងំម្ដុំហ្នឹងដើម្បីចាប់នុយហើយសម្រាប់បងប្អូនដែលដៃថ្មីដែលទើបតែរៀនបបក់អីហ្នឹងអាចសាកបាននុយកាឌីស្រួលជាងគេបំផុតយើងគ្រាន់តែគប់ហើយយើងអូសវាបើសិនជាមានត្រីវាខាំលឿនណាស់ដូចនុយស្រស់នុយកន្លនតនទេយើងត្រូវការគប់អូសបច្ចេកទេសអូសហើយនៅការប៉ងការវាត់មានច្រើនហើយនេះគឺជាខ្សែទី4ដែរដែលចិត្តដល់កន្លែងត្រីខាំនុយអត់ខាំនៅចុងខ្សែខាំនៅគៀកខ្លួនហើយភ្ញាក់ខ្លាំងមែនតើដោយសារវាខាំនៅគៀកខ្លួនហើយយកបានប្រុងដោយសារនៅចិត្តខ្លួនតិចទៀតហ្នឹងគឺអូសមកដល់ខាំប៊ូចតែម្ដងនេះហើយបាទចិត្តមកដល់ខ្លួនសល់ប្រហែល1ម៉ែត្រខាំប៊ូចទាញទៅអូសមកចូលមួយតែម្ដងកាឌីពណ៌ផ្កាឈូកតែបកអស់ហើយតែនេះចូលតែមួយផ្លែទេបាទដោយសារវាខាំគៀកខ្លួនវាខាំគៀកខ្លួនហើយត្រីមិនសូវធំប្រហែលទេប៉ុន្តែថា2ខាំ3ខាំពេញលេងហើយត្រីស្រែវាតុំចុះមកពីស្រែហើយបន្តមកគប់តា2ខ្សែទៀតចូលមួយទៀតតែខ្ញុំគប់ខាងម្ដងអានេះគប់ពាក់កណ្ដាលស្រះមួយខ្សែសិនដោយសារវាអត់ខាំក៏បំលែខ្លួនគប់ទៅគៀកច្រាំងម្ដងដោយសារឃើញមាត់ត្រីមួយនៅនឹងតទៅពេលទៅពាក់ហើយអូសមកមុខបន្តិចខាំយកតែម្ដងនេះបាទចូលហើយខាំរៀងចុងខ្សែដែរឥឡូវអូសមកហើយបាទត្រីទី2អូសមកបាច់ទឹកខ្ចាយនេះមកដល់មិនសូវធំទេត្រី2ខាំចុងក្រោយសូមអរគុណបងប្អូនដែលបានចូលមកមើលវីដេអូរបស់ខ្ញុំបានហើយសូមបងប្អូនចុច subscribe ឲ្យខ្ញុំម្នាក់មួយផងបាទហើយ comment ម្នាក់មួយផងបងប្អូនចង់ដឹងពីវិធីបបកត្រីច្រើនទៀត
សូមអរគុណបងប្អូនទាំងអស់គ្នា